បាទជំរាបសួរបងសម្រាប់បងសួរថាតើមានសភៅណាដែលចងក្រងពីពណ៌នាទៅលើដំណើរការ sensor នីមួយៗនឹងច្បាស់លាស់ហើយក្បោះក្បាយបានល្អបងថ្ងៃនេះខ្ញុំណែនាំជាមួយនឹងសភៅប្រព័ន្ធភ្លើងបងមើលនៅខាងមុខនេះគឺជាដំណើរការរបស់ sensor ជុំម៉ាស៊ីនឬយើងហៅថា CKP ណាបងបាទយើងវាមាន6ខ្សែឥឡូវបងមើលតាក់ទងនឹងការវិពណ៌នាទៅលើ sensor នេះទាំងអស់គ្នាបងអញ្ចឹងខ្សែទី1ជាខ្សែពណ៌ទឹកប៊ិចឆ្នោតលឿងជាខ្សែសញ្ញាដែលបញ្ជាចេញពី sensor CKP បាទឬក៏យើងហៅថា magnetic ចូលទៅក្នុង magneto ដែលយើងហៅថា ECM ឬ ECU អញ្ចឹងសម្រាប់ខ្សែទី2បងបាទខ្សែទី2ជាខ្សែពណ៌សូកូឡាឆ្នោតខ្មៅជាខ្សែភ្លើងបាទចន្លោះពី 11V ចុច 25V DC បាទគិតជាមធ្យមភាពណាបងខ្សែភ្លើងដែលចេញពី magneto ចូលទៅក្នុងឈុត sensor CKP បាទខ្សែនេះបើយើងនិយាយចំនេះគឺជាខ្សែដែលបំរើគ្រឿងអេឡិចត្រូនិកណាដែលយើងហៅថា CKP ហ្នឹងណាបងប្អូនបាទអញ្ចឹងយើងមកមើលខ្សែទី3បាទខ្សែទី3គឺជាខ្សែពណ៌ទឹកប៊ិចបាទជាខ្សែម៉ាស់ដែលបញ្ជាចេញពី magneto បាទចូលទៅក្នុង sensor CKP ឬយើងហៅថា sensor ផ្នែក D បាទតាក់ទងនឹងខ្សែទី4ខ្សែទី4គឺជាខ្សែពណ៌សឆ្នោតខ្មៅជាខ្សែសញ្ញាបាទ sensor CKP ឬយើងហៅថាផ្នែក D បាទចូលទៅបាទ magneto បាទចូលទៅក្នុង magneto បាទ ECM ឬ ECU ណា ECM ECU ហ្នឹងគឺមានន័យថាជាថា magneto ណាបងប្អូនដើរតួនាទីជា D ណាឬក៏យើងហៅ Demer ណាបងប្អូនបាទយើងខ្សែទី5ខ្សែពណ៌សឆ្នោតទឹកប៊ិចជាខ្សែសញ្ញាដែលបញ្ជាចេញពី sensor CKP បាទចូលទៅក្នុង magneto ដូចគ្នាណាដើរតួជា D ដូចគ្នាណាបាទខ្សែទី6បាទខ្សែទី6គឺជាខ្សែពណ៌សឆ្នោតក្រហមបាទជាខ្សែសញ្ញាបាទចេញពី sensor CKP បាទចូលទៅបាទ magneto ណាអញ្ចឹង3ខ្សែនេះគឺដើរតួបាទជាសញ្ញាគឺបញ្ជាចូលទៅក្នុង magneto បងប្អូនណាអញ្ចឹងបងប្អូនសួរថាតើមាននឹងរបៀបក្នុងការវាស់ឬអត់តើឥឡូវយើងទៅមើលទាំងអស់គ្នាអូខេបងប្អូននេះគឺជារបៀបវាស់បាទទៅលើ sensor បាទលបឿនជុំម៉ាស៊ីនឬក៏យើងហៅថា CKP បាទអញ្ចឹងបងប្អូនមានអូម៉ែត្របងប្អូនត្រៀមណាបាទអញ្ចឹងជាដំបូងបាទតម្រូវឲ្យបងប្អូនប្រើប្រាស់ជាមួយនឹងអូម៉ែត្រណាកាច់កុងតាក់អូម៉ែត្រហ្នឹងណាទៅចន្លោះ20k អូមណាបាទបង្គោលអូម៉ែត្រពណ៌ក្រហមចាក់ចូលជាមួយនឹងខ្សែពណ៌បៃតងតើណាបងប្អូនបាទបង្គោលពណ៌ក្រហមបាទចាក់ចូលជាមួយនឹងខ្សែពណ៌បៃតងបង្គោលខ្មៅបាទរបស់អូម៉ែត្រចាក់ចូលទៅក្នុងបាទខ្សែពណ៌សឆ្នោតក្រហមបាទខ្សែពណ៌សឆ្នោតទឹកប៊ិចខ្សែពណ៌សឆ្នោតខ្មៅហើយនឹងខ្សែពណ៌ទឹកប៊ិចឆ្នោតលឿងណាបាទអញ្ចឹងយើងចាក់ចូលទាំង4ខ្សែបងប្អូនណាអញ្ចឹងយើងឆ្លាស់គ្នាម្ដងមួយខ្សែបាទហើយកម្លាំងអូមដែលទទួលបានបងប្អូនណាគឺចន្លោះចាប់ពី 4k អូមចុច40ឡើងទៅណាគឺឡើងទៅតាម sensor នីមួយៗអញ្ចឹងបើសិនតែបងប្អូនបាទត្រូវការជាមួយនឹងសៀវភៅបាទដែលច្បាស់លាស់ដែលជាក់លាក់បងប្អូនណាហើយមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនរបៀបក្នុងការវាស់ទៅលើចរន្តផ្នែក D នេះណាបងប្អូនបាទមានច្រើនទម្រង់បាទយើងវាស់គីឡូអូមយើងវាស់ជាភ្លើងរយៈកម្ពស់ឬទាបបំផុតនៃការធ្វើការរបស់បាទផ្នែក D ហ្នឹងគឺយើងវាស់បាទមានច្រើនទម្រង់អញ្ចឹងបងប្អូនកំងសៀវភៅមួយក្បាលនេះទៅបងប្អូនយកទៅសិក្សានៅទីតាំងបងប្អូនគឺបងប្អូននឹងយល់ច្បាស់អំពីដំណើរការប្រព័ន្ធភ្លើងប៊ិចសាំងប្រព័ន្ធភ្លើង D ស្ងាត់ឬក៏នៅក្នុងនេះគឺជាដំណើរការប្រព័ន្ធភ្លើង Smart Key ផងដែរណាអានេះគឺមាន3មុខវិជ្ជានៅក្នុងសៀវភៅតែមួយបាទឬក៏បងប្អូនកំងជាមួយនឹងប្រភេទបាទ Sumer X ឬក៏ប្រភេទអសង្ខ023ដល់026បងប្អូនអាចកំងយកទៅសិក្សានៅទីតាំងបងប្អូនបានអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការជាមួយនឹងសៀវភៅប្រព័ន្ធភ្លើងបាទលម្អិត color ច្បាស់គុណភាពសៀវភៅបាទกระดาษភៅហ្នឹងគឺបាទសិតតែกระดาษលេខ1បងប្អូនណាមិនមែនជាប្រភេទกระดาษរ៉ាមទេបងប្អូនណាឃើញទេបាទណាសភៅខ្លះវាជាប្រភេទកភៅกระดาษរ៉ាមហើយមានចាក្រាមឲ្យបងប្អូនមើលច្បាស់លាស់នៅក្នុងទៀតណាការចម្លងតេឡេហ្នឹងក៏នៅក្នុងនឹងដែរបងប្អូនណាអូខេអរគុណច្រើនបងប្អូនត្រូវការបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានណាឬក៏អាចកំងជាមួយនឹងក្រុមការងារក៏បានអរគុណសូមជម្រាបលា